ការចែកអរូបាវចរៈចិត្ត12ដួងដោយនៃផ្សេង1ដោយជាតិជាកុសលជាតិ4ដួងជាវិបាកជាតិ4ដួងជាកិរិយាជាតិ4ដួង2ដោយភូមិជាអរូបាវចរៈភូមិទាំង12ដួងក្នុងភូមិជាទីកើត31ភូមិនោះអរូបាវចរៈកុសលចិត្ត4ដួងនិងអរូបាវចរៈកិរិយាចិត្ត4ដួងកើតបាន26ភូមិវាអបាយភូមិ4អសញ្ញ័យសត្តាភូមិ1ចំណែកអរូបាវចរៈវិបាកចិត្ត4ដួងកើតបានចំពោះតែក្នុងអរូបព្រំភូមិ4ប៉ុណ្ណោះ3ដោយវេទនាជាឧបេក្ខាវេទនាទាំង12ដួង4ដោយហេតុជាអ្នកហេតុនិងជាតិហេតុកៈចិត្ត5ដោយសម្បយុត្តជាញាណសម្បយុត្តទាំង12ដួង6ដោយសង្ខារជាសសង្ខារកចិត្ត12ដួង7ដោយសោភនៈជាអរូបាវចរៈសោភនៈចិត្ត8ដោយឈានជាបញ្ចមច្ឆានបញ្ចកណីទាំង12ដួង9ដោយលោកីជាលោកីចិត្តទាំង12ដួង10ដោយកិច្ចអរូបាវចរៈកុសលចិត្ត4ដួងនិងអរូបាវចរៈកិរិយាចិត្ត4ដួងធ្វើជាវនកិច្ចអរូបាវចរៈវិបាកចិត្ត4ដួងធ្វើកិច្ច3គឺបដិសន្ធិកិច្ចភវង្គកិច្ចចុតិកិច្ច11ដោយអារម្មណ៍មានធម្មារម្មណ៍ជាអារម្មណ៍ទាំង12ដួង12ដោយវត្ថុអរូបាវចរៈកុសលចិត្ត4ដួងនិងអរូបាវចរៈកិរិយាចិត្ត4ដួងដែលកើតក្នុងបញ្ចវោការៈភូមិអាស្រ័យហត្តយវត្ថុបើកើតក្នុងចតុវោការៈភូមិមិនចាំបាច់អាស្រ័យវត្ថុក៏កើតឡើងបានដែរ13ដោយទ្វាអរូបាវចរៈកុសលចិត្ត4ដួងនិងអរូបាវចរៈកិរិយាចិត្ត4ដួងដឹងអារម្មណ៍តាមមនោទ្វាចំណែកអរូបាវចរៈវិបាកចិត្ត4ដួងជាទ្វាវិមុត14ដោយវិញ្ញាណធាតុជាមនោវិញ្ញាណធាតុខណ្ឌ5បញ្ចវោការៈភូមិអបាយភូមិ4កាមសុគតិ7រូបាវចរៈភូមិ15ខណ្ឌ4ចតុវោការៈភូមិអរូបព្រំ4ខណ្ឌ1ឯកវោការៈភូមិអសញ្ញ័យសត្តា1